ដើម្បីឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់ជាតិសាសន៍ខ្មែរតាមដំណាក់កាលនីមួយខ្ញុំសូមលើកយកការរៀបរាប់បែបសាច់រឿងភាគដែលបង្ហាញពីការវិវត្តនៃមហានគរនិងស្មារតីតស៊ូរបស់បុព្វបុរសយើងភាគទី1អរុណោទ័យនៃអាណាចក្រភ្នំសតវត្សទី1ទី6រឿងរ៉ាវចាប់ផ្ដើមឡើងនៅតំបន់វាលទំនាបទន្លេមេគង្គក្រោមរឿងព្រេងនិទាននៃព្រះថោងនិងនាងនាគបានក្លាយជាគ្រឹះនៃអរិយធម៌ក្នុងសម័យនោះកំពង់ផែអូកែវគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានញឹកដែលមានសំពៅធំមកពីប្រទេសឥណ្ឌានិងរ៉ូមប្រជាជនរស់នៅដោយភាពសុខដុមរមនាតាមរយៈការធ្វើកសិកម្មនិងការគោរពសាសនាដែលនាំចូលពីឥណ្ឌាភាគទី2ចំនួននិងការបង្រួបបង្រួមនៃចេនឡាសតវត្សទី6ទី8បន្ទាប់ពីអាណាចក្រភ្នំចុះខ្សោយឥទ្ធិពលថ្មីពីទិសខាងជើងគឺចេនឡាបានងើបឡើងសាច់រឿងក្នុងសម័យនេះពោពេញដោយការតស៊ូអំណាចរហូតដល់បែកជាចេនឡាទឹកលិចនិងចេនឡាគោកវាជាមេរៀនដំបូងនៃតម្លៃនៃការរួបរวมជាតិដែលបុព្វបុរសខ្មែរត្រូវឆ្លងកាត់មុននឹងឈានទៅដល់យុគសម័យមាសភាគទី3រជ្ជកាលមហានគរដ៏រុងរឿងឆ្នាំ802-1431នេះគឺជាយុគសម័យមាសដែលពិភពលោកស្ញប់ស្ញែងចាប់ផ្ដើមពីភ្នំគូលែនដែលព្រះបាទជ័យវរ្ម័នទី2ប្រកាសឯករាជ្យសាច់រឿងបន្តទៅដល់ការសាងសង់អង្គរវត្តដែលជានិមិត្តរូបនៃស្ថានសួគ៌លើដីនិងប្រាសាទបាយ័នដែលមានព្រំមុខ4ញឹមដាក់ប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដីដ៏ធំធេងមានប្រព័ន្ធធារាសាស្ត្រគឺបារាយក៏ដ៏អស្ចារ្យដែលធ្វើឲ្យកសិកម្មរីកដុះដាលពេញមួយឆ្នាំភាគទី4ការផ្លាស់ប្ដូរនិងការរស់រាននៃសម័យកណ្ដាលឆ្នាំ1431-1863បន្ទាប់ពីការបោះបង់អង្គររាជធានីត្រូវបានផ្លាស់ទៅកាន់ចតុមុខលង្វែកនិងឧដុង្គសាច់រឿងសម័យនេះបង្ហាញពីភាពអត់ធ្មត់និងយុទ្ធសាស្ត្ររស់រានរបស់ស្ដេចខ្មែរក្នុងចំណោមឥទ្ធិពលសៀមនិងយួនទោះបីជាមានសង្គ្រាមញឹកញាប់ប៉ុន្តែវប្បធម៌អក្សរសាស្ត្រនិងទំនៀមទម្លាប់ខ្មែរនៅតែបន្តរក្សាបានយ៉ាងខ្ជាប់ខ្ជួនភាគទី5ក្រោមម្លប់អាណានិគមនិងពន្លឺនៃឯករាជ្យឆ្នាំ1863-1953ក្នុងស្ថានភាពដែលប្រទេសជាតិស្ទើរតែបាត់បង់ឈ្មោះបារាំងបានចូលមកក្នុងនាមជាអ្នកការពារសាច់រឿងផ្លាស់ប្ដូរមកជាការតស៊ូផ្នែកបញ្ញានិងស្មារតីជាតិនិយមរហូតដល់ព្រះបាទនរោត្តមសីហនុបានសម្រេចព្រះរាជបូជនីយកិច្ចដណ្ដើមបានឯករាជ្យពេញបរិបូរណ៍នៅឆ្នាំ1953នាំកម្ពុជាចូលក្នុងគិសម័យសង្គមរាស្ត្រនិយមដែលជាសម័យកាលរីកចម្រើនយ៉ាងលឿនភាគទី5មួយភាពខ្មៅងឹតនិងទុក្ខសោកនៃខ្មែរក្រហមឆ្នាំ1970-1979សាច់រឿងធ្លាក់ចូលក្នុងភាពតក់ស្លុតនៅពេលដែលសង្គ្រាមត្រជាក់បានរុញច្រានកម្ពុជាឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលក្រោយមករបបខ្មែរក្រហមបានប្រែក្លាយប្រទេសទាំងមូលទៅជាវាលពិឃាតវាជាពេលវេលាដែលគ្រួសារត្រូវបានបំបែកបំបាក់សាលារៀននិងវត្តអារាមត្រូវបានបិទទ្វារហើយប្រជាជនរស់ក្នុងភាពអត់ឃ្លាននិងភ័យខ្លាចភាគទី7ការរស់ឡើងវិញនិងការកសាងសន្តិភាពឆ្នាំ1979បច្ចុប្បន្នភាគបញ្ចប់នៃរឿងរ៉ាវប្រវត្តិសាស្ត្រនេះគឺការក្រោកឈរឡើងវិញពីគំនោរផេះផង់ចាប់ផ្ដើមពីការរំដោះនៅឆ្នាំ1979ការចរចាសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991និងយុទ្ធសាស្ត្រឈ្នះឈ្នះដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងសព្វថ្ងៃកម្ពុជាកំពុងសរសេរទំព័ររឿងថ្មីនៃការអភិវឌ្ឍការសាងសង់អគារខ្ពស់និងការបង្ហាញវប្បធម៌ដ៏ត្រចះត្រចង់ទៅកាន់ពិភពលោកម្ដងទៀតតើអ្នកចង់ឲ្យខ្ញុំលម្អិតបន្ថែមលើចំណុចណាមួយឬចង់ឲ្យរៀបរាប់ពីតួអង្គប្រវត្តិសាស្ត្រណាម្នាក់នៅក្នុងភាគទាំងនេះដែរឬទេ